ការធ្វើ test echocardiogram គឺជាការ scan បេះដូងដោយប្រើលោក Sonara ដូចគ្នាក្នុងអំឡុងពេលសិក្សា echocardiography មានឧបករណ៍បញ្ជូនមួយបញ្ជូនរលក Sonara ហើយរលកដែលត្រឡប់មកវិញពីបេះដូងនឹងត្រូវបង្កើតឡើងជារូបភាពហើយបង្ហាញលើអេក្រង់ជារូបភាព echocardiogram ក្នុងការធ្វើ echocardiogram យើងវិភាគរចនាសម្ព័ន្ធនៃបេះដូងហើយដោយប្រើវិធីសាស្ត្រផ្សេងទៀតដូចជាការសិក្សាដុសភ្លឺនិងផ្សេងទៀតយើងនឹងវិភាគមុខងាររបស់បេះដូងដូច្នេះក្នុង echocardiography យើងមានទាំង echocardiography តាមផ្លូវទ្រូងនិង echocardiography តាមផ្លូវបំពង់អាហារទាំងនេះគឺជាវិធីសាស្ត្រផ្សេងគ្នាហើយជាធម្មតានៅពេលនិយាយអំពី echocardiogram 2ដែលយើងធ្វើជាប្រចាំក្នុងការអនុវត្តប្រចាំថ្ងៃរបស់យើងនោះវាជា echocardiogram 2ទីនិងវាផ្ដល់ឲ្យយើងនូវការយល់ដឹងអំពីបន្ទប់នានានៃបេះដូងរចនាសម្ព័ន្ធនានានៃបេះដូងនិងចលនារបស់វាដូច្នេះក្នុងការសិក្សា echocardiography យើងមានវិធីសាស្ត្រផ្សេងទៀតដែលហៅថា mode echocardiogram វានេះគឺជា echocardiogram ចលនាពេលវេលាវាផ្ដល់នូវការវិភាគដោយប្រើកាំ Sonar តែមួយដូច្នេះដោយប្រើ echocardiography mode នេះយើងអាចវិភាគវាស់វែងផ្សេងដូចជាទំហំបេះដូងទាំងរចនាសម្ព័ន្ធណាមួយរយៈបណ្ដោយនិងជម្រៅយើងនឹងវិភាគដូចនេះខណៈដែលក្នុងការសិក្សា Doppler យើងនឹងវិភាគចលនារបស់កោសិកាឈាមក្រហមដោយផ្អែកលើនេះយើងនឹងវិភាគសម្ពាធផ្សេងនៅក្នុងបេះដូងហើយក៏មានវិធីសាស្ត្រមួយទៀតក្នុង echocardiography 2ដែលហៅថាការសិក្សា color Doppler ដូច្នេះជាមួយនឹង color Doppler ដោយប្រើពណ៌សម្រាប់កោសិកាឈាមយើងអាចវិភាគមុខងាររបស់សន្ទុះផ្សេងថាសន្ទុះណាមួយមានការរឹតបន្តឹងឬសន្ទុះនោះមានការលេចធ្លាយដូច្នេះដោយផ្អែកលើពណ៌នេះយើងអាចវិភាគរឿងនេះបានហើយយើងក៏អាចវិភាគបានផងដែរប្រសិនបើមានការភ្ជាប់ខុសប្រក្រតីណាមួយនៅចន្លោះបន្ទប់បេះដូងដោយផ្អែកលើទីដែលនៃលំហូរឈាមដូច្នេះដោយធ្វើការសិក្សាដ៏ទូលំទូលាយទាំងនេះដូចជា mode echocardiography និង echocardiography 2ដែលព្រមទាំងការសិក្សា Doppler និង color Doppler យើងអាចវិភាគរចនាសម្ព័ន្ធនិងមុខងាររបស់បេះដូងបានយ៉ាងលម្អិតនៅសម័យមុនយើងធ្លាប់ធ្វើការសិក្សា cath ដែលជាវិធីសាស្ត្រមួយដើម្បីយល់អំពីសម្ពាធនៅក្នុងបេះដូងដោយដាក់ឧបករណ៍ចូលទៅខាងក្នុងវាជាប្រតិបត្តិការដែលចូលទៅក្នុងរាងកាយប៉ុន្តែឥឡូវនេះ echocardiography ស្ទើរតែជាជម្រើសជំនួសសម្រាប់ការសិក្សា cath លុះត្រាតែចាំបាច់ណាស់យើងមិនធ្វើការសិក្សា cath ទៀតទេ echocardiography បានជំនួសការសិក្សា cath ស្ទើរតែទាំងអស់វាជាឧបករណ៍ល្អណាស់មួយដែលយើងមានហើយវាចំណាយពេលត្រឹមតែ5ដល់10នាទីប៉ុណ្ណោះដើម្បីធ្វើការសិក្សា echocardiography ពេញលេញហើយវាអាចផ្ដល់ព័ត៌មានលម្អិតអំពីចលនាសម្ព័ន្ធនិងមុខងាររបស់បេះដូងបានយ៉ាងច្បាស់